យីក្មេងៗអស់នេះអត់គិតនាំគ្នារៀនសូត្រទេអីមកលេងរ៉ូបូតលេងអីណានៃនេះវិញនេះហើយបើលេងអញ្ចឹងវាចំណេញអីដល់ការរៀនសូត្រទៅនេះបងប្អូនមើលនេះសតតែរ៉ូបូតទាំងអស់បងប្អូនមើលណែនិយាយថាពីរ៉ូបូតមួយខ្ជូតស្អាតមែនតើហើយប្រសពណាបងប្អូនប្រសព design ប្រសពរចនាមែនតើបងប្អូនមើលនេះវិញនេះមូលថ្លុញស្អាតមែនតើបងប្អូនហើយក៏មានឧបករណ៍គេសម្រាប់វៃសម្រាប់អីហ្នឹងបងប្អូនមើលទៅទំនងមែនតើក្មេងៗអស់នេះនិយាយថាពីបកែរចនាហ្មងហើយអានេះមិនអត់ប្រយោជន៍ទេណាក្រៅតែពីលបែងកំសាន្តសម្រាប់ក្មេងៗសម័យឥឡូវអានេះវាជួយធ្វើឲ្យពួកគាត់មានការរីកចម្រើនមែនតើបើនិយាយពី robot ហើយនិង AI ឥឡូវវាពេញនិយមខ្លាំងមែនតើសម្រាប់ក្មេងៗឥឡូវហើយនេះអាការដែលយើងច្នៃ robot fighting ឬយើងច្នៃ robot នេះវាជួយមែនតើវាជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ដែរណាបងប្អូនបាទតែថាចូលទៅលឿនតែអាចមកបានសន្ទុះតាមមកគេដែរបាទហើយថាប្រងព្រោះកំពុងតែរកកន្លោះបោះចូលហើយបាទប៉ុន្តែខាងព្រោះក៏ទៅមករបស់គាត់ដែរបាទកំពុងគេពេកយ៉ាហើយមកដល់ពេលអាមុនបាទចេះជំរឿអាមុនដល់ក្រោយប្រហែលបាទតែគាត់ធ្វើខាងណាបាទខាងណាដែរបាទអេចូលគ្នាបាទព្រោះគាត់បានចូលបានមួយដោយបងប្អូនឃើញវីដេអូមិញហើយមិញ robot វៃគ្នាឯងល្អមើលមែនតើណាបងប្អូននិយាយថាពីផាំងចុះផាំងឡើងអូយទំនងមែនតើខ្ញុំនិយាយថាពីមើលឡើងជក់ចិត្តតែម្ដងអត់ដែលបានមើលបងប្អូនហើយតទៅពេលបានមើលអញ្ចឹងជាប់ចិត្តមែនតើមើលមកគូហើយចង់មកគូទៀតមកគូហើយចង់មកគូទៀតអូយសប្បាយភ្នែកណាស់បងប្អូនហើយមានបងប្អូនខ្លះប្រកាសជាឆ្ងល់ឯថាចំហើយយក robot មកពីណាពីណីខ្លះទេឲ្យមកប្រកួតគ្នាផុងផាំងមានខ្លះទៅខូចខ្ទេចអីក៏មានដែរបងប្អូនអញ្ចឹងខ្ញុំជំរាបជូនបងប្អូនបន្តិចថាកម្មវិធីមួយនេះគឺគេរៀបចំឡើងដើម្បីធ្វើការប្រកួតប្រជែងទៅលើ robot បងប្អូនហើយដែលកម្មវិធីមួយនេះគេមិនមែនធ្វើឆ្នាំហ្នឹងទេបងប្អូនគេធ្វើ4ឆ្នាំមកហើយនេះគឺជាឆ្នាំទី4ហើយដែលរៀបចំដោយក្រុមហ៊ុន AI Farm បងប្អូនហើយបើសម្រាប់ឆ្នាំនេះវិញបងប្អូនអ្នកចូលរួមមិនតិចទេមានរហូតដល់38ក្រុមឯណោះក្បែរនឹង40ក្រុមហើយការប្រកួតរបស់គេបងប្អូនគេប្រព្រឹត្តទៅ2ថ្ងៃគឺថ្ងៃសៅរ៍ទី25ហ្នឹងហើយថ្ងៃទី26មួយថ្ងៃទៀតគឺថ្ងៃអាទិត្យនឹងតែម្ដងដែលជាថ្ងៃផ្ដាច់ព្រាត់បងប្អូនហើយដែលកម្មវិធីគេហ្នឹងគេប្រព្រឹត្តទៅនៅសាកលវិទ្យាល័យអាមេរិកភ្នំពេញនិយាយថាពីសប្បាយភ្នែកណាបងប្អូនហើយបានឃើញការប្រកួតដ៏ជក់ចិត្តបែបនេះហើយនិយាយថាពីអ្នកដែលចូលរួមក្រុមដែលចូលរួមហ្នឹងសុទ្ធតែក្រុមដែលខ្លាំងមែនទែនបងប្អូនហើយក្នុងនោះដែរយើងឃើញស្នាដៃរបស់ពួកគាត់ក្នុងការបញ្ជា robot ក៏ដូចជាការវាយ robot ដែលជាគូបដិបត្តិរបស់ខ្លួនណាអូយពិតជាប្រកាយមែនទែនបងប្អូនហើយសុទ្ធតែជាធនធានក្មេងៗដែលប្រកាយមែនទែនសម្រាប់អ្នកសម័យថ្មីឥឡូវនេះនិយាយថាពីខ្ញុំសរសើរមិនដាច់ពីមាត់តែម្ដងបងប្អូនទាំងការកែច្នៃទាំងការដែលពួកគាត់រចនាហើយទាំងការដែលគាត់បញ្ជាដើម្បីវាយទៅលើគូបដិបត្តិគូសត្រូវរបស់គាត់អូយប្រសពមែនតើណាបងប្អូនសម្រាប់បងប្អូនដែលចង់អញ្ជើញទៅទស្សនាដោយផ្ទាល់អត់ទាន់អស់ថ្ងៃទេបងប្អូនគឺនៅមួយថ្ងៃស្អែកទៀតដែលជាថ្ងៃផ្ដាច់ព្រាត់សម្រាប់ថ្ងៃទី2នេះសុទ្ធតែគូល្អបងប្អូនព្រោះសុទ្ធតែអ្នកដែលឈ្នះកាលពីថ្ងៃទី1នេះហើយចម្រាញ់យកទៅប្រកួតថ្ងៃទី2ដែលជាថ្ងៃផ្ដាច់ព្រាត់បងប្អូនអញ្ចឹងខ្ញុំគិតថាស្អែកនេះកាន់តែល្អមើលបន្ថែមទៀតបងប្អូនហើយអញ្ចឹងកុំភ្លេចណាបងប្អូននៅថ្ងៃអាទិត្យទី26ស្អែកនេះជាថ្ងៃផ្ដាច់ព្រាត់ហើយបងប្អូនអាចអញ្ជើញចូលរួមដោយសេរីនៅសាកលវិទ្យាល័យអាមេរិកភ្នំពេញអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះគណៈពេលនេះខ្ញុំបាទសធិរិទ្ធសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់